បងសុំម៉ូតចូលឆ្នាំសក់ខ្លីម្ដងមកអញ្ចឹងបងប្អូនទាំងអស់គ្នាម៉ូតនេះគឺសម្រាប់អ្នកសក់ខ្លីៗអាចធ្វើបាន Share វីដេអូនេះទុកឬក៏ Share វីដេអូនេះទុកមួយណាសម្រាប់បងប្អូនណាដែលមានសក់ខ្លីសក់វែងគឺធ្វើបានទាំងអស់មុនដំបូងគឺយើងបែងសក់ជា5ចំណែក5ផ្នែកដែលយើងចង់នេះគឺយើងចង់ឆ្វេងស្ដាំចាកដាលហើយនឹងក្រោមសងខាងអញ្ចឹងសរុបមកគឺយើងចង់បែបទីទុយខាងលើបែបនេះយើងយកសក់ពីគុំលក្ខណៈសងខាងមកសក់យកល្អគួរតែពុះកដាលចាដើម្បីឲ្យសងខាងនេះគឺស្មើគ្នាល្អបន្ទាប់មកទៀតយើងចាប់សក់សងខាងខាងលើនឹងទុកម្ដុំសិនបន្ទាប់មកគឺយើងធ្វើការចងនៅផ្នែកកដាលហ្នឹងយើងចងរៀងច្រើនជាងខាងលើហើយនិងខាងក្រោមបងប្អូនព្រោះដោយសារផ្នែកកដាលនេះយើងត្រូវរំលែកជា2ទៀតសរុបមកម៉ូដនេះគឺប្រើតែសម្រាប់ចងសក់ឯងគឺអត់មានប្រើជាមួយនឹងការក្រងសក់ឯងអញ្ចឹងបងប្អូនណាដែលអត់ចេះក្រងសក់ក៏អាចក្រងបានដែរហើយបងម៉ាមីណាមានកូនស្រីសក់អត់វែងឬក៏សក់អត់ខែក៏អាចធ្វើម៉ូដនេះបានស្អាតដែរព្រោះអត់ស្មុគស្មាញទេឲ្យតែមានកស៊ូពណ៌មកតែសម្រាប់ខ្ញុំនៅក្នុងវីដេអូនេះគឺខ្ញុំរើសយកសម្រាប់ចងសក់ពណ៌ដែលសារសម្រាប់ចងសក់យើងមើលទៅឃើញច្បាស់ល្អជាងកស៊ូចាឥឡូវខ្ញុំចូលដល់វគ្គខាងក្រោមហើយខាងក្រោមនេះគឺយើងបែងចែកចេញជា2ចំណែកតូចបច្ចៈមួយខាងក្រោមនេះបើសិនជាបងប្អូនទុកតិចជាងគេក៏បានដែរព្រោះអីអត់ចាំបាច់ម៉ាទេអញ្ចឹងសក់5ផ្នែកដែលយើងចងនេះគឺរួចរាល់អស់ហើយបងប្អូនហើយយើងចាប់ដើមធ្វើម៉ូដតែម្ដងសម្រាប់ការធ្វើម៉ូដនេះគឺត្រូវការឲ្យបងប្អូនពុះសក់កដាដែលយើងចងនេះជា2ឲ្យស្មើគ្នាហើយយើងគៀបមួយចំហៀងទុកសិនចាប់ដើមចងនៅចំហៀងខាងនេះមុនអញ្ចឹងអត់ប្រវាក់ណាបងប្អូនបែងចែកមកសក់តិចយើងធ្វើបាន3ទៅ4ចំណែកមកសក់រៀងច្រើនតិចយើងធ្វើបាន5ចំណែកតែបងប្អូនព្យាយាមធ្វើឲ្យបាន4ទៅ5ទៅគឺស្អាតឥឡូវខ្ញុំចងនៅតង់ទី1ចាតង់ទី1យើងយកកស៊ូពណ៌ផ្សេងយកមកចងមកហើយយើងគៀសក់ពីកន្លែងកដានឹងតិចទៀតយើងចងមកតង់ទៀតនិយាយទៅគឺយើងលៃឲ្យម្ដុំហ្នឹងយើងចាប់ចំណែកប៉ុណ្ណាដើម្បីឲ្យបាន4ទៅ5ចំណែកអញ្ចឹងគឺចេញមកគឺឃើញម៉ូដស្អាតនិយាយទៅចងនេះចេញមកដូចមេអំបៅអញ្ចឹងស្អាតមែនតើសម្រាប់សក់ចំណែកដែលយើងចាប់ចេញហ្នឹងគឺយើងត្រូវច្បាស់ថាឲ្យប៉ុនគ្នាដើម្បីពេលដែលយើងចងចេញមកគឺឃើញម៉ូដស្អាតនេះចាប់ដើមចេញម៉ូដបដាណាបងប្អូនហើយខ្ញុំក៏ចាប់ចេញជា5ចំណែកអូយស្អាតមែនតើដូចស្លាបមេអំបៅអញ្ចឹងហើយមិនបាច់ចេះក្រងសក់អីណាគាត់តែចេះចងសក់ប៉ុណ្ណឹងក៏អាចធ្វើម៉ូដនឹងបានដែរអញ្ចឹងខ្ញុំថាម៉ូដនេះគឺស្រួលធ្វើមែនតើហ្មងមិនសិនឲ្យពួកម៉ាក់យើងឬក៏ធ្វើឲ្យគ្នាម្ដងម្នាក់បានមិនមែនសម្រាប់តែទៅរៀនទេគឺតែដើរលេងស័ក្តិសមបំផុតហ្មងមានកម្មវិធីដើរលេងជាក្រុមអីចាអូយគឺអត់អាចរំលងបានទេហើយម៉ូដនេះខ្ញុំ recommend មែនតើបើសិនជាបងប្អូនណាចង់លេង style លើសនឹងទៀតគឺចងកង់រហូតដល់ក្រោមធ្វើទីទុយហ្មងឥឡូវយើងចាប់ដើមធ្វើមួយចំហៀងទៀតឲ្យដូចមួយចំហៀងខាងនោះណាគាត់តែត្រូវសាប៊ូភ្លាមតុនភ្លាមហ្មងហើយមានតែអារម្មណ៍ថាតសៃសក់ដែលស្អិតមិញហ្នឹងតណាអស់លេងឡើងភ្លឺដូចតសៃសូសាប៊ូអីគេអីក៏អស់ចាម៉ែចាគឺសាប៊ូជូននឹងឯងបងប្អូនបើសិនជាបងប្អូនខ្លះដែលអត់ទាន់ស្គាល់បងប្អូនអាចគិតថាសាប៊ូអីគេប្លែកតែបើបងប្អូនដែលបានស្គាល់ហើយបានដឹងថានេះ feedback តិចជនខ្ញុំម៉ែចាក៏បានតែ2ថ្ងៃកាត់បន្ថយជ្រុះ 50% សូមបែរគាត់ខ្លួនឯងក៏សឹងអង្គុយឲ្យជឿចុះតម្រាំតាបងប្អូនមើលខ្ញុំគិតថាបងប្អូនដែលមើលវីដេអូនេះអាចអត់ជឿទេតែបងប្អូនសាកប្រើសិនចានេះឥឡូវយើងចូលដល់ការស្ប៉ាអញ្ចឹងនៅក្នុងឈុតហ្នឹងមានកក់មួយបតុនមួយសរោមមួយហើយបតុនជាមួយនឹងសរោមហ្នឹងយើងយកមកលាយអញ្ចឹងតែបងប្អូនអើយចាសក់គាត់ស្អិតពេកស្រួយពេកចឹងណាដាក់តែម្ដងចូលអស់អញ្ចឹងខ្ញុំត្រូវដាក់ម្ដងទៀតដូចឃើញអញ្ចឹងសក់ដែលស្ងួតសក់ដែលស្រួយដាក់2ដងទៅចាបតុនលាយសរោមបែបនេះកោហើយសរោមហ្នឹងសរោមអីគេសរោម collagen ចាមិនមែនគ្រាន់ថាបតុនហើយសរោមធម្មតាអាចធ្វើបានទេគឺដោយសារតែគេមានជំនាញផ្នែកខាងនិយាយទៅគឺគេសិក្សាស្រាវជ្រាវមកគឺដើម្បីបំបែកនៃសក់ដែលខូចសក់ដែលស្អិតសក់ដែលស្រួយហ្នឹងហ្មងហើយបងប្អូនស្ប៉ាបែបនេះមកតែ2ដងហ្នឹងគឺសក់ត្រង់ជាងមុនខ្ញុំបើហាង8 10ឆ្នាំហើយខ្ញុំមិនដែលឃើញសាប៊ូណាឈុតសាប៊ូណាដែលលឿនដល់ថ្នាក់ហ្នឹងឯងនិយាយទៅគឺគេសម្រិតសម្រាំងបែបចេញមកឲ្យបងប្អូនទាន់ចិត្តហ្មងបើថាសក់ខូចឲ្យជាទាន់ចិត្តកុំឲ្យរងចាំយូរចាឲ្យម្ចាស់សក់នោះមានអារម្មណ៍ថាធ្វើឲ្យប្លែកហ្មងចឹងអត់មានអីពិបាកឯងបងប្អូនគាត់តែកក់ចាប់ផ្អាប់ទុក5នាទីមកកាត់បន្ថយសក់ជ្រូកដោះសក់លឿនបងប្អូនមានដឹងពី promotion stock ថ្មីរបស់សាប៊ូជូននៅសាប៊ូជូនគឺចូលជាមួយនឹង stock ថ្មីដែលមានគុណភាពពិសេសជាងមុនចាទ្វេដងហើយពពុះច្រើនជាងមុនទុនជាងមុនកាត់បន្ថយសក់ជ្រូកច្រើនជាងមុនហើយឃើញប្រសិទ្ធភាពលឿនជាងមុនទៀតចឹងបងប្អូនណាដែលចង់បានជាមួយនឹង stock ថ្មី promotion ពិសេសនេះយើងមាន discount ជូនបងប្អូនតម្លៃនិយាយទៅតម្លៃនេះគឺថាពិសេសខ្លាំងមែនតើបងប្អូនទិញមួយឈុតសាប៊ូមួយបតុនមួយសរោមមួយដែលបងប្អូនអាចយកទៅស្ប៉ាសក់បានណាធ្វើឲ្យសក់ត្រង់ជាងមុន30ទៅ 80% បងប្អូនគាត់តែកក់សាប៊ូជូនគឺអាចបានសក់ត្រង់ហើយបងប្អូននឹងចំណាយអស់តិចមែនតើមួយឈុតត្រឹមតែ$30ជាងទេបងប្អូនប្រើបាន3ខែឬក៏អាចនិយាយបានថាស្ប៉ាសក់បាន30ដងសម្រាប់ stock ថ្មីដែលមានប្រសិទ្ធភាពខ្លាំងជាងមុននេះហ่ะបងប្អូនឆាតចូល page ឥឡូវហ្នឹងគឺខ្ញុំមាន free ដឹកជូនសម្រាប់បងប្អូនដែលមើលវីដេអូនេះរួចរាល់ជាមួយនឹងម៉ូដសក់ចងមេអំបៅនេះហើយចាខ្ញុំសូមហៅឈ្មោះថាចងមេអំបៅព្រោះអីស្អាតហើយចម្រុះពណ៌មែនតើអរគុណសម្រាប់ការតាមដានហើយបើសិនជាចង់បានម៉ូដសក់ថ្មីកុំភ្លេច follow page like page ម្នាក់មួយហើយជួយ share វីដេអូនេះមួយផងណាអរគុណបាយបាយ